มาอยู่ให้ไอ้มันจิกខ្ញុំមិនមកលើកទី1ដែលខ្ញុំបានមកលេងកំពង់ភ្លុកស្អាតអស្ចារ្យប្លែកភ្នែកមែនតើលេងកំពង់ភ្លុកផងស្អាតមែនតើយកបរទេសច្រើនណាអូស្អាតផលខ្មែរដែរបាទសិស្សមិត្តភ័ក្តិរបស់ខ្ញុំឈ្មោះអាដារតនាសុភាចឹងបានថាណាបងប្អូនសៀមរាបយើងមានអ្វីដែលអស្ចារ្យដែលពិសេសច្រើនណាស់ដែលក្រៅពីតំបន់អង្គរជាក់ស្ដែងលើកនេះខ្ញុំបានមកលេងកំពង់ភ្លុកអូយខ្ញុំនិយាយមិនរំភើបអញ្ចឹងអត់ចង់និយាយច្រើនបង្ហាញជូនបងប្អូនតែម្ដងផ្លូវចូលកំពង់ភ្លុកឥឡូវស្អាតហើយណាបងប្អូនហើយរដូវនេះទៀតយើងអាចជិះចូលទៅដល់កន្លែងលក់សម្បត្តិកន្លែងផែគេហើយផ្លូវនេះតាមខ្ញុំដឹងដូចជាការសម្ដេចធិបតីមកទស្សនានៅទីនេះមានបងប្អូនយើងគាត់ស្នើសុំអញ្ចឹងឥឡូវផ្លូវនេះគឺបានធ្វើឲ្យរួចរាល់ហើយតាក់ទងជាមួយនឹងសម្បត្តិវិញបងប្អូនភ្ញៀវបរទេសម្នាក់$20ក៏ប៉ុន្តែភ្ញៀវខ្មែរយើងមកទូក$20ទេហើយនៅនោះមានចំណតមានបងប្អូនអីយើងលក់ច្រើនដែរនេះដូចខ្ញុំបានទៅកន្លែងលក់វត្ថុអនុស្សាវរីយ៍នេះអូសិតតែកាពីវខើប្លែកមែនតើណាបងប្អូនដែលសារតំបន់នេះដូចបងប្អូនបានដឹងណាហើយមានមួកអីដែលជាស្នាដៃរបស់ខ្មែរយើងផ្ទាល់តែម្ដងដោយសារខ្ញុំមកនេះមកការបងដែលធ្លាប់ធ្វើការជាមួយដែរទេហើយសប្បាយចិត្តណាបងប្អូនលើកទី1ដែលខ្ញុំបានមកឃើញមង្គលការហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញខ្លះៗដែរហើយដូចជាកន្លែងស្នាក់នៅឯប្រហែលជាវីដេអូបន្ទាប់វីដេអូនេះខ្ញុំចង់បង្ហាញពីភាពដែលពិសេសអស្ចារ្យនៅតំបន់កំពង់ភ្លុកនេះសិនហើយមានបងប្អូននេះយើងលក់ចាប់រួយអីមកសពទេកុំភ័យអីបងប្អូនហើយខ្ញុំទិញបានគ្រុតទេណានៅនេះមានលក់ផលិតផលខ្មែរយើងមានគ្រុតមានត្រាហ្គិនអីអញ្ចឹងទៅហើយដល់ខ្ញុំឡើងទូកនេះគឺខ្ទង់ម៉ោង3ជាងគឺខ្ញុំយកម៉ោងនិយាយអត់ត្រូវអញ្ចឹងនេះសប្បាយចិត្តពេកខ្ញុំយកម៉ោង3ជាងណាដើម្បីទៅមើល sunset ហ្នឹងខ្ទង់ម៉ោង5ជាងនឹងឯងហើយការជិះហ្នឹងយើងនេះតាមឃើញស្រុកភូមិឃើញមានសាលាឃុំឃើញមានប៉ុនគោកបាលអីអញ្ចឹងទៅណាបងប្អូនហើយឃើញផ្ទះបងប្អូនយើងមួយយ៉ាងមែនតើហើយដូចបងប្អូនបានដឹងខ្ញុំរឿងទំនើបអីមិនសូវសប្បាយចិត្តចូលចិត្តដើរលេងទេតែឃើញជីវភាពបងប្អូនយើងជាក់ស្ដែងបានឃើញតំបន់រស់នៅអញ្ចឹងគឺខ្ញុំចូលចិត្តណាស់ហើយអូសប្បាយចិត្តប្លែកភ្នែកខ្ញុំរិចខមមិនឲ្យបងប្អូនទៅតែម្ដងហើយយើងជិះទូកលំហែមកសទូទៅក៏ដល់កន្លែងឈប់ចតមួយហ្នឹងបងប្អូនអាចទិញឯកន្លែងគាត់បានហើយរៀបចំបានស្អាតមែនតើហើយបើសិនជាបងប្អូនចង់ជិះទូកតូចដូចខ្ញុំនេះនៅក្នុងព្រៃកោងកាងហ្នឹងជិះទៅបងប្អូនឲ្យមកដើរលេងចាយលុយទៅស្អាតមែនតើកន្លែងនេះនៅស្រុកគេហៅតំបន់អីដែលល្បីមែនតើណាស្អាតមែនដូចពិភពអវតារបន្តិចដូចអីបន្តិចឲ្យម៉ោងដែលខ្ញុំជិះហ្នឹងគឺម៉ោងល្អមែនតើហើយឃើញបងប្អូនយើងលក់អីហ្នឹងគេហៅផ្សារបណ្ដែតទឹកហ្នឹងអូយស្អាតខ្លាំងណាស់មិនដឹងនិយាយថាមិនឲ្យសមទេជាពិសេសនេះបានទិញកំពឹសបងប្អូនយើងអ្នកលក់នៅផ្សារលើទឹកហ្នឹងណាឆ្ងាញ់មែនតើបូកផ្សំជាមួយទិញបានគ្រុតមកកំប៉ុងហងញ៉ាំបន្ថែមដោយសារខ្ញុំបើកឡានមកខ្លួនឯងរៀងធីងធើងដាក់គ្រុតភ្ជួរឆាច់មកកំប៉ុងទៅមានកម្លាំងស្មាងងុយគេមានរសជាតិឆ្ងាញ់មែនតើគឺជាធម្មពលដែលគ្មានជាតិហ្គាសអញ្ចឹងបងប្អូនគាំទ្រផលិតផលខ្មែរទាំងអស់គ្នាហើយបន្តទៅទៀតយើងជិះទូកតូចនឹងបងប្អូនឃើញទេសភាពឯងខ្ញុំមិនដឹងថារាយរ៉ាប់មិនឲ្យសមទេយើងក៏ដល់ម៉ោង sunset ម៉ោងខ្ទង់5ហ្នឹងក៏ជិះទៅឡើងបឹងទន្លេសាបនៅពីក្មេងបងប្អូនខ្ញុំឆ្ងល់មែនតើមើលផែនទីហេតុអីទន្លេមេគង្គប៉ុណ្្នឹងឯងធំហើយចុះបឹងទន្លេសាបធំប៉ុណ្ណានេះគឺសមុទ្រទឹកសាបតែម្ដងហើយអូនិយាយមែនណាភ្ញៀវបរទេសគឺគាត់រំភើបគាត់សប្បាយចិត្តមែនតើហើយអូនិយាយថាមិនទៅវាស្អាតពេកវាស្អាតលើលប់ពីអីដែលយើងមិនធ្លាប់មកដល់ពេលយើងឃើញលើកទី1បងប្អូនគឺរឿងរំភើបមែនតើហើយភ្ញៀវបរទេសគាត់សប្បាយណាពួកគាត់គឺសប្បាយដោយគ្មានលាក់បាំងត្រូវរំត្រូវជាងយើងអញ្ចឹងដែរទៅខ្មាស់ ANA ស្ដារលេងសប្បាយទៅអត់សប្បាយបូកផ្សំជាមួយនឹងទេសភាពស្អាតឯងបងគាត់អ្នកចែវទូកអីហ្នឹងគឺរੂរាយរាក់ទាក់មែនតើបរិយាកាសទេសភាពហ្នឹងមិនដឹងថានៅតំបន់ណាមានដូចស្រុកខ្មែរទេអញ្ចឹងហើយបានកំពុងភ្លុកតាក់ទាញភ្ញៀវបរទេសបានច្រើនណាស់តែខ្មែរយើងទេអត់សូវបានមកដល់ខ្ញុំដែរណាបងប្អូនហើយមកលើកទី1មិនមែនថាមិនចង់មកដល់ទេពេលខ្លះយើងអត់បានបើកឡានមកខ្លួនឯងវាឆ្ងាយពីក្រុងអញ្ចឹងណាអញ្ចឹងលើកនេះគឺជាឱកាសដ៏ល្អបំផុតដែលខ្ញុំអាចមកដល់ទីនេះហើយឃើញអ្វីដែលអស្ចារ្យហើយចង់ឲ្យបងប្អូនមកបន្ថែមធ្វើឲ្យតំបន់កំពង់ភ្លុកគឺកាន់តែមានភាពតាក់ទាញផងដែរអញ្ចឹងបងប្អូនវីដេអូក្រោយមានតទៀតមានអីពិសេសណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា